នេះចំពោះការដោះលេងយើងធ្វើបែបនេះបានថាយើងដោះ8ចាដោះ8នេះគឺយើងដោះតាកញ្ច្រែងដោះតានេះដោះតាកំបោះខាងក្រៅចេញមិនមែនដោះ8តាំងកញ្ច្រែងអេវ៉ាហ្នឹងទៀតទេបើសិនជាដោះ8តាំងកញ្ច្រែងអេវ៉ាហ្នឹងទៀតគឺយើងត្រូវបញ្ចូលហ្គាបយកថាថ្មីគឺចំណាយពេលយូរនេះឃើញយើងដោះបែបនេះចំពោះតទឹកដែលយើងអាចដោះបានយើងដោះបានតម៉ាស៊ីនត្រជាក់ inverter Air32 ខ្លះគឺដោះតែអត់ចេញណាអញ្ចឹងយើងធ្វើតាមហ្នឹងទៅហើយចំពោះកន្លែងភ្លើងនេះប្រព័ន្ធភ្លើងណាគឺយើងត្រូវរុំបែបនេះណាយើងត្រូវរុំបែបនេះត្រូវរុំខ្ចប់បែបនេះហើយយើងបាញ់សម្អាតវាណាបាញ់សម្អាតវាអូខេអញ្ចឹងខ្ញុំនឹងធ្វើឲ្យបងប្អូនមើលអូខេនេះចំពោះការដាក់អាវលាងគឺខ្ញុំដាក់បែបនេះណាហ្នឹងអូខេខ្ញុំដាក់បែបហ្នឹងហើយការយើងបាញ់លាងសម្អាតគឺយើងត្រូវបាញ់បែបនេះជំហានដំបូងគឺយើងបាញ់ពីឆ្វេងទៅស្ដាំឬស្ដាំឆ្វេងគឺយើងបាញ់ដេញអញ្ចឹងបាញ់ដេញអញ្ចឹងចុះមកបាន2ដង3ដងអញ្ចឹងហើយមកគឺយើងបាញ់ឡើងលើចេះទៀតណាអូខេគឺយើងបាញ់បែបនេះបាញ់បែបហ្នឹងរួចរាល់ហើយយើងត្រូវយកដៃមកត្រង់ណាយកមកត្រង់ទឹកហ្នឹងតែទឹកហ្នឹងស្អាតថ្លាហើយនៅអញ្ចឹងណាបាទហើយមួយទៀតចំពោះតទឹកនេះយើងកុំភ្លេចយើងត្រូវបាញ់លាងសម្អាតតទឹកនេះផងណានេះបាញ់ស្អាតលាងតទឹកនឹងផងណាបើអញ្ចឹងអត់ទេស្លែស្ទះឲ្យលាងឲ្យនៅស្រកទឹកឡើយទេអូខេអញ្ចឹងខ្ញុំបាញ់សម្អាតបងប្អូនចាំមើលបាញ់សម្អាតឲ្យខ្ញុំនឹងឲ្យបងប្អូនមើលតើវាធ្វើទៅវាស្អាតតាមបច្ចេកទេសយ៉ាងណានេះបងប្អូននេះខ្ញុំបាញ់រយៈពេល20នាទីទៅ30នាទីណានេះគេទេនេះបាញ់ហើយទៅយើងយកមកស្ទាបនេះតើទឹកថ្លាបែបនេះនឹងទៅអូខេហើយមួយទៀតបងប្អូនកុំភ្លេចណានេះកង្ហារខាងក្នុងណាយើងត្រូវបាញ់ដែរបើមិនយើងមិនបាញ់លាងសម្អាតទេពេលដែលយើងតម្លើងសិនជាដាក់ឲ្យអតិថិជនប្រើវិញគឺវាទុំក្លិនជូរប្អូនហ្មងណាហ្នឹងអូខេអានេះគឺខាងផ្នែកខាងមុខគឺយើងធ្វើបែបនេះណាហើយចំពោះទយោទទឹកនេះគឺខ្ញុំបានបាញ់សម្អាតហើយអូខេនេះអូខេតើយើងបាញ់សម្អាតហើយចឹងគេសួរថាមូលហេតុអីបានខ្ញុំលាងយូរម៉េចហើយខ្ញុំចូលថ្លៃត្រឹម$15ដោយសារតែខ្ញុំលាងយូរធ្វើឲ្យស្អាតបែបនេះណាតាមស្តង់ដារបែបនេះហ្នឹងហើយបើសិនបើអានេះទីខាងក្នុងបន្ទប់ស្រួលផងបើសិនបើកន្លែងខ្ពស់ប្រវត្តិយ៉ាងហ្នឹងទៀតខ្ញុំយកថ្លៃយ៉ាងហ្នឹងថែមទៀតព្រោះសេវាកម្មវាពិបាកឃើញទេយើងធ្វើតាមស្តង់ដារអញ្ចឹងធ្វើមកស្អាតតាមស្តង់ដារឲ្យអតិថិជនពេញចិត្តចំពោះតម្លៃគឺអត់បញ្ហាទេហើយចំពោះពួកគាត់នេះគាត់ថាបញ្ហារឿងតម្លៃសំខាន់ធ្វើឲ្យគាត់ឲ្យស្អាតហើយតាមស្តង់ដារតាមត្រៃគាត់នេះបែបនេះអូខេអានេះគឺខាងមុខយើងចាំទៅមើលការលាងអេវ៉ាខាងក្រោយវិញកតុយឲ្យដកខាងក្រោយម្ដងហើយនេះចំពោះតទឹកណាតទឹកយើងត្រូវបាញ់សម្អាតដែរណាយើងដោះមកចឹងឲ្យដោះបានដោះបានបាញ់សម្អាតចឹងណាហើយពេលបាញ់យើងកុំភ្លេចណានេះត្រង់កន្លែងម៉ូទ័រនេះខ្សែនេះយើងទៅរុំថង់ឲ្យចិត្តណាខ្លាចទឹកចូលខូចម៉ូទ័រនេះអរគុណច្រើនអូខេនេះចំពោះតទឹកដែលយើងបាញ់ហើយយើងបាញ់ស្អាតបែបនេះហើយកន្លែងម៉ូទ័រកន្លែងខ្សែភ្លើងគឺខ្ញុំរុំបាញ់នេះអូខេនេះគឺជាម៉ាស៊ីនតែខ្ញុំបាញ់លាងហើយបងប្អូនឃើញណាទាំងសស្គូដែលដកឡើងស្អាតហ្មងមិនដូចមិនឡើងខ្មៅទេណារយៈពេលប្រហែលទេនេះបានដូចជា1ម៉ោងដែរហើយ40នាទី1ម៉ោងហើយណាហើយមួយទៀតបងប្អូនកុំភ្លេចណានេះកញ្ច្រែងនេះក៏យើងត្រូវបាញ់លាងដែរយើងបាញ់លាងឲ្យស្អាតណាបាញ់លាងស្អាតអូខេគេសួរតែខ្ញុំលាងយូរម៉េចបាទហ្នឹងដើម្បីឲ្យស្អាតតែល្អមានគុណភាពអញ្ចឹងបានអតិថិជនរយយើងទៀតណាបានហើយយើងមកទៀតអញ្ចឹងបើយើងលាងហើយខូចលាងហើយមិនល្អគឺគេលេងហើយអូខេអរគុណអញ្ចឹងយើងត្រូវទៅលាងoutdoor unit មួយទៀតហើយបន្ទាប់មកគឺយើងត្រូវបើកតេស្តឲ្យតិចសិនទើបយើងអាចចេញទៅបានថាទើបយើងអាចបកគលការងារនេះទៅឲ្យអតិថិជនបានណាអរគុណអូខេនេះគឺទៅខាងក្រោយរៀងខ្ពស់បន្តិចហើយយើងត្រូវដោះ8យ៉ាដោះ8នេះមិន8ទាំងអស់ហើយបានថាយើងដោះតែកញ្ឆេងតាដង្ហើចេញមកក៏បានហើយអូខេអញ្ចឹងចាប់តាមលាងស្មាន
អូខេយើងលៀងកតុយហើយនេះមានណាហើយតែក៏សុំទោសដែរមិញហ្នឹងដោយសារវាខ្ពស់ពេកហើយវាខ្ពស់តែហើយអញ្ចឹងអត់បានថតពេលដែលយើងត្រូវលៀងអាវដយើងនិតហ្នឹងត្រូវដោះកញ្ឆែងត្រូវដោះដង្ហាល់ឲ្យចេញយ៉ាងម៉េចហ្នឹងណាអូខេឥឡូវយើងធ្វើតេស្តកាំងហើយវាបាខាងមុខដោយសារយើងលៀងហើយយើងធ្វើតេស្តឲ្យគេអញ្ចឹងបានថាយើងធ្វើតេស្តឲ្យគេបើអង្គុយឲ្យត្រជាក់ហើយអាហ្នឹងបានយើងចេញទៅអាហ្នឹងទៅល្អអញ្ចឹងណាចំពោះកន្លែងគាត់នេះគាត់អត់សាយយើងតម្លៃទេថោកថ្លៃក៏អត់ខ្វល់ដែរសំខាន់ឲ្យតែធ្វើឲ្យស្អាតឲ្យគាត់អូខេអរគុណច្រើន